យោងតាមព្រឹត្តិការណ៍ចុងក្រោយបំផុតក្នុងខែមករាឆ្នាំ2026នេះមេដឹកនាំកម្ពុជារបស់ប្រទេសអ៊ីរ៉ង់លោកអាយ៉ាតូឡាអាលីខាម៉ានីបានចេញមុខរិះគន់យ៉ាងខ្លាំងៗទៅលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាលដែលហៅពួកគេថាជាពួកបំផ្លិចបំផ្លាញឬ Vandals ដែលកំពុងធ្វើសកម្មភាពដើម្បីផ្គាប់ចិត្តប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅក្នុងសន្ទរកថាកាលពីថ្ងៃសុក្រទី9ខែមករាឆ្នាំ2026មេដឹកនាំអ៊ីរ៉ង់លោកខាមេនីបានធ្វើការចោទប្រកាន់ទៅកាន់ក្រុមបាតុករកំពុងបំផ្លាញផ្លូវថ្នល់របស់ខ្លួនឯងដើម្បីធ្វើឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកសប្បាយចិត្តលោកបានបន្ថែមថាប្រសិនបើលោក Trump ជាដឹកនាំប្រទេសមែននោះលោកគួរតែទៅខ្វល់ខ្វាយពីបញ្ហាក្នុងប្រទេសខ្លួនឯងវិញប្រសើរជាងរលកនៃបាតុករថ្មីនេះបានចាប់ផ្ដើមតាំងពីចុងខែធ្នូឆ្នាំ2025ដោយសារតែបញ្ហាសេដ្ឋកិច្ចការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃលុយរីយ៉ាល់របស់អ៊ីរ៉ង់និងអតិផរណាខ្ពស់ដែលធ្វើឲ្យជីវភាពប្រជាជនជួបការលំបាកយ៉ាងខ្លាំងលោកប្រធានាធិបតី Donald Trump បានបង្ហាញការគាំទ្រដល់ក្រុមបាតុករតាមរយៈបណ្ដាញសង្គម Truth Social និងបានព្រមានរដ្ឋាភិបាលអ៊ីរ៉ង់ថាសហរដ្ឋអាមេរិកនឹងវាយបកវិញយ៉ាងធ្ងន់ធ្ងរប្រសិនបើមានការសម្លាប់បាតុករដោយហិង្សាដោយការពីមុនរីឯស្ថានភាពបច្ចុប្បន្នវិញរដ្ឋាភិបាលអ៊ីរ៉ង់បានកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិតទូទាំងប្រទេសដើម្បីរារាំងការគៀកកម្លាំងបាតុកររបាយការណ៍បានឲ្យដឹងថាមានមនុស្សយ៉ាងហោចណាស់62នាក់បានបាត់បង់ជីវិតនិងជាង2300នាក់ត្រូវបានចាប់ខ្លួនគិតត្រឹមដើមខែមករានេះស្ថានភាពនេះកំពុងបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងរវាងទីក្រុងតេហេរ៉ាននិងទីក្រុងវ៉ាស៊ីនតោនខណៈដែលអាជ្ញាធរអ៊ីរ៉ង់បានប្រកាសថានឹងប្រើវិធានការច្បាប់កម្រិតអត្រិបរមាទៅលើអ្នកដែលបង្កចលាចល